បាទខ្ញុំបាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទដែលជាអ្នកស្រឡាញ់និងមានជំនឿលើវត្ថុស័ក្តិសិទ្ធិរបស់ខ្មែរយើងបាទជាពិសេសពុកម៉ែបងប្អូនបាទដែលជាអ្នកស្រឡាញ់និងមានជំនឿលើវត្ថុបុរាណរបស់ខ្មែរបាទថ្ងៃនេះខ្ញុំបាទសូមបង្ហាញចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តតាក់ទងនឹងវត្ថុបុរាណបាទដែលខ្ញុំបាទបានមានឧបនិស្ស័យរកបានរើសបាននៅលើទីទួលភូមិចាស់ឬក៏ទីទួលបុរាណបាទទី1នេះគឺមានឈ្មោះថាកថាបៀមបាទសាច់កថាពន់តែសាងឡើងជាកថាបៀមបាទគឺតាន់បែបនេះគ្មានប្រហោងបាទហើយសាច់បាទនេះសាច់ឡើងចាស់តែម្ដងពុកម៉ែបងប្អូនបាទគឺសាងឡើងដើម្បីបៀមបាទបើតាមខ្ញុំបានសួរចាស់គឺគាត់ប្រាប់ថាជាកថាបៀមបាទគឺបៀមក្នុងមាត់សម្រាប់ការពាររាល់សត្វអាសេរពិសសត្វដែលមានពិសកាចនិងអ្នកដែលមានរោគសុខភាពមិនសូវល្អគឺពាក់ឬក៏បៀមវត្ថុនេះគឺអាចបញ្ជៀសរោគពីរោគក្នុងខ្លួនចេញឆ្ងាយហើយសុខភាពល្អអាយុវែងណាពុកម៉ែបងប្អូនបាទហើយជាវត្ថុបុរាណដ៏មានអាយុកាលច្រើនឆ្នាំរាប់រយរាប់ពាន់ឆ្នាំណាពុកម៉ែបងប្អូនបាទគឺមានប្រវែង2ថ្នាំងដៃណាពុកម៉ែបងប្អូនបាទចិត្ត2ថ្នាំងដៃបាទអាចស្រោបធ្វើជាបន្តោងបានឬក៏ដាក់តាមខ្លួនណាពុកម៉ែបងប្អូនបាទវត្ថុបុរាណមានអាយុកាលរាប់រយរាប់ពាន់ឆ្នាំបាទសាច់ឡើងញាក់សាច់តែម្ដងបាទនេះរូបសន្តានលក្ខណៈសាច់ចាស់បាទចង់ខ្លាចជាថ្មហើយពុកម៉ែបងប្អូននេះចំណុចនេះគឺដុសថ្មមកហើយបាទនេះថ្មដុសជាប់ខំជាប់អញ្ចឹងទៅបាទរុះដុសមិនជ្រះឡើយណាពុកម៉ែបងប្អូនបាទនេះចំណុចថ្មដុសជាប់អញ្ចឹងបាទហើយបន្ទាប់មកគឺទី2ក៏ជាកថាបៀមដែរពុកម៉ែបងប្អូនបាទមួយអង្គនេះរាងតូចគួរសមបាទអាចស្រោបធ្វើជាបន្តោងបានសម្រាប់ពុកម៉ែបងប្អូនខ្មែរយើងបាទដែលគាត់ស្រឡាញ់និងមានជំនឿលើវត្ថុបុរាណរបស់ខ្មែរបាទនេះគឺខ្ញុំបាទបានមានឧបនិស្ស័យរកបានរើសបានគឺគាត់មានរូបសន្តានលក្ខណៈបែបហ្នឹងស្រាប់ខ្ញុំមិនបានកែគុណខាត់ចំណុចណាទេបាទគ្រាន់តែខ្ញុំបាទសម្អាតបាទសម្អាតទឹកនិងយកមកគោរពថែសារគោរពបូជាឬក៏ដាក់តាមខ្លួនក្តីតែប៉ុណ្្នឹងឯងណាពុកម៉ែបងប្អូនបាទនេះសាច់ឡើងថ្លាវង់តែម្ដងបាទតូចគូសំហើយវត្ថុទាំងប៉ុន្មាននេះបើសិនជាពុកម៉ែបងប្អូនមានឧបនិស្ស័យស្រឡាញ់គិតថាចង់ចែកជាវយកទៅគោរពថែសារគោរពបូជាសូមពុកម៉ែបងប្អូនតាក់ទងមកតាមរយៈលេខទូរស័ព្ទនៅខាងក្រោមคลิปវីដេអូខ្ញុំបាទខ្ញុំនឹងចែកជូនពុកម៉ែបងប្អូនខ្លះទុកផ្ទាល់ខ្លួនខ្ញុំបាទខ្លះអញ្ចឹងទៅបាទណាគឺខ្ញុំសន្សំម្ដង1ម្ដង2អង្គអញ្ចឹងទៅយកមកទុកយកមកដាក់គ្រប់ថែសារគ្រប់បូជាបាទទី3នេះគឺជាកថាបៀមដូចគ្នាបាទសាច់ថ្លាវង់ត្រជាក់ស្រិបតែម្ដងពុកម៉ែបងប្អូនបាទនេះសាច់ចាស់ល្អណាស់បាទមានប្រវែង1ថ្នាំងដៃកន្លះណាពុកម៉ែបងប្អូនបាទកថាបៀមគឺជាវត្ថុបុរាណបាទបន្ទាប់មកគឺទី4ក៏ជាកថាបៀមដែរបាទសាច់កថាពន់តែសាងឡើងដើម្បីបៀមចាស់ខ្លះគាត់ហៅថាកថាបៀមចាស់ខ្លះទៀតគាត់ហៅថាកថាពន់បាទណាពុកម៉ែបងប្អូនបាទនេះសាច់សស្គុះតែម្ដងបាទហើយត្រជាក់ស្រិបបាទ
កថាបៀមឬក៏កថាពន់បាទបន្ទាប់មកគឺទី5បាទទី5គឺជាកថាពន់បាទដែលសាងឡើងជាវត្ថុពាក់នៅនឹងត្រចៀកឬក៏នៅក្តងច្រមុះណាពុកម៉ែបងប្អូនបាទនេះគឺការដែលខ្ញុំបានជួបដំបូងគឺខ្ញុំបានស្មានថាជាចុងចង្កឹះបាក់អញ្ចឹងទៅដល់ពេលខ្ញុំបានយកមកពិនិត្យមើលទៅទើបដឹងថាជាកថាពន់បាទនេះគឺរូបសន្តានលក្ខណៈគឺនៅស្អាតសនំដើមតែម្ដងបាទគ្មានស្នាមបាក់ស្នាមបែកចំណុចណាទេបាទរៀងកង់ពន្លឺបន្តិចណាពុកម៉ែបងប្អូនសូមអធិស្ឋានបាទនេះបាទសាច់ស្អាតមែនតើស្រោបធ្វើជាបន្តងញាក់សាច់តែម្ដងណាបាទពុកម៉ែបងប្អូនបាទអង្គទី5បាទអង្គទី5បាទបន្ទាប់មកគឺអង្គទី6បាទណាបាទអង្គទី6គឺជាកថាពន់បាទសាច់កថាពន់តែសាងឡើងជាក្រវិលណាបាទបើតាមខ្ញុំបាទប៉ាន់ស្មាននឹងពិនិត្យមើលទៅគឺមានរូបសន្តានដូចក្រវិលអញ្ចឹងបាទនេះហើយគ្មានស្នាមបាក់ស្នាមបែកចំណុចណាទេណាពុកម៉ែបងប្អូននៅស្អាតសនំដើមតែម្ដងបាទវត្ថុបុរាណគឺជាវត្ថុត្រជាក់ត្រជុំបាទមានវត្ថុបុរាណគ្រប់បូជាក្នុងផ្ទះក្តីឬក៏ដាក់តាមខ្លួនពាក់តាមខ្លួនក្តីក៏នាំមកសេរីសុស្ដីជ័យមង្គលបាទសុខដុមរមនាធ្វើដំណើរចិត្តឆ្ងាយក្តីជួបតែសុខជួបតែសប្បាយរកទទួលទានមានបានកាត់កាយវិគុំជាជុំមានលៀបមានជ័យណាពុកម៉ែបងប្អូនបាទវត្ថុបុរាណមានអាយុកាលរាប់រយរាប់ពាន់ឆ្នាំបាទអញ្ចឹងខ្ញុំបាទមានតែប៉ុណ្ណឹងពុកម៉ែបងប្អូនអរគុណច្រើនបាទសូមគោរពលា